សូមស្វាគមន៍មកកាន់សារ៉ាត់ EDU លើកឡើងពីការបង្រៀនទៅលើ Microsoft Office ដែលសម្រាប់ Word Excel PowerPoint អញ្ចឹងក្នុងវីដេអូនេះខ្ញុំនឹងលើកឡើងបង្រៀនពី Microsoft Word អញ្ចឹងក្នុង Microsoft Word ហ្នឹងគេមានតួនាទីប្រើសម្រាប់ធ្វើគេអញ្ចឹងខ្ញុំបញ្ចូល Microsoft Word ហ្នឹងយើងអាចសរសេរជាការរៀបចំលិខិតស្នាមរៀបចំជាសភៅនិយាយទៅឲ្យតែប្រភេទជាអត្ថបទសរសេរយើងអាចនឹងប្រើប្រាស់ទៅលើកម្មវិធី Word បានទម្រង់របស់វាមានតែប៉ុណ្ណឹងវាមាន file មាន home មាន insert អញ្ចឹងនៅក្នុងនេះខ្ញុំនឹងបង្ហាញត្រួសត្រាសអំពីការកម្មវិធីនេះខ្លះដើម្បីយើងចូលមេរៀនបន្តដើម្បីយើងងាយស្រួលអញ្ចឹងមុនដំបូងខ្ញុំនឹងបង្ហាញរបៀបបើកជារបៀបបើកឧទាហរណ៍បើឃើញយើងឃើញកម្មវិធី Word នៅលើ desktop អានេះយើងគ្រាន់តែคลิกពីរដងក៏បានឬមួយទៀតយើងមកស្ដាំទៅលើវាយកពាក្យថា open មួយទៀតបើយើងអត់ឃើញទៅលើកុំព្យូទ័រយើងអត់ឃើញនៅលើ desktop ជាងអាផ្ទាំងនេះគេហៅ desktop បើយើងអត់ឃើញទេយើងយកឡើង Windows ហើយកន្លែងនេះយើងវាយពាក្យថា Word មកវានឹង load ឃើញផ្ទាំងនេះហើយទាំងកម្មវិធី Word របស់យើងអញ្ចឹងដើម្បីយើងបានកដាកិច្ចការងាររបស់យើងចូលឡើង new បង្កើតកដាកិច្ចការងាររបស់យើងទី1ទៅលើ file អញ្ចឹង file ហ្នឹងខ្ញុំបញ្យល់ទូទៅទៅលើគេ in-off save នោះសម្រាប់យើង save ឯកសារsave as សម្រាប់យើង save ឯកសារដែរតែយើងទុកទីតាំងនៅកន្លែងណាមួយអញ្ចឹង print អញ្ចឹងកន្លែង print នេះមានន័យថាបើយើងមានម៉ាស៊ីន print យើងចុច print ទៅវានឹង auto print ដល់ auto share ហើយនឹង export នេះមានន័យថាយើងគ្រាន់តែយើងមានឯកសារមួយយើងចូល export ហើយយើងចុច create export ទៅវាជាសិនជា PDF ឲ្យយើងហើយអញ្ចឹងបញ្យល់កន្លែង home អញ្ចឹងកន្លែង home នេះសម្រាប់គេទៅលើ font សម្រាប់យើង load font អញ្ចឹងកន្លែងនេះអត់ត្រេរបស់យើងឆ្វេងស្ដាំខាងហ្នឹងខ្ញុំគាត់ណាបង្ហាញត្រួសទេទៅលើមួយទៀតទៅលើ layout ហ្នឹងសម្រាប់កំណត់ទៅលើប្រភេទกระดาษកិច្ចការរបស់យើងយកกระดาษគេกระดาษ A4 យើងយកផ្ដេកឬវិឈរហើយឡើយនេះផ្ដេកឬវិឈរឡើយនេះ margin នោះសម្រាប់យើងកំណត់គម្លាតกระดาษរបស់យើងអញ្ចឹងនៅក្នុងវីដេអូនេះខ្ញុំក៏បានបង្ហាញវីដេអូនឹងខ្លីសិនទេនឹងវីដេអូក្រោយទៀតខ្ញុំនឹងប្រាប់ពីរំអិតទីធួននេះសូមអរគុណកុំភ្លេចជួយ Subscribe និងរួចចុចសញ្ញាកណ្ដឹងនឹងទទួលបាននៅវីដេអូថ្មីៗ